จับบัตรได้แต่บัตรได้ខ្ញុំ កំរកមេឯងរាប់សិបឆ្នាំមកហើយមិនក៏ថ្ងៃធ្វើពើថោកទៀតដាក់កូនស្រីខ្ញុំយ៉ាងចឹងអាមេថោកទៀតឯងឆាប់ទៅឡើងមកមិនក៏មេឯងធ្វើចឹងដាក់កូនស្រីខ្ញុំឯងមិនដឹងខ្ញុំមានកាលអើយកុំស្រីឯងមែនអើយតែមិនឆឹងចឹងបងតាអូយមេមកលេងចាស់ខ្ញុំមិនខ្ញុំមេមកប្តីឯងខ្ញុំមិនបាយខ្ញុំចឹងម៉ែមកប្រាប់អូនហ្នឹងអាណាគាត់ប្រាប់ព្រឹបគាត់ប្រាប់ភ្លាមៗឯងហ្នឹងអញចង់និយាយតែមកប៉ុណ្ណានេះឲ្យល្ងឹតខឹងចឹងឯងឆ្ងល់ដែរមិនបើភ្លើមកគេផ្ដាច់ភ្លើងឯងមេអើយឃើញប្រើទៀនឯងចង់ស្មើនេះចេះណាថ្ងៃហ្នឹងគាត់បាយខ្លួនមករត់គាត់បាយដបងខ្ញុំនិយាយធ្លាប់ត្រូវពីដបងដែរម៉ែណាចាប់ទៅរៀបចំទទួលមេទៅសុំទុកនេះសុំតិចមកអូយណែអញមើលទៅឯងមើលទៅសំណំថាមានអីអង្គណាពេកភ្លើងចឹងឆ្ងល់អូចេះតែមេគេថាខ្ញុំក៏រវល់ការងារជាមួយមេឯភរិយារបស់ខ្ញុំនាងក៏រវល់ដូចនេះហើយក៏ភ្លេចបងភ្លើងធ្វើឲ្យគេផ្ដាច់តែម្ដងទៅសុំទុកនេះឥឡូវមេនៅទីនេះខ្ញុំទៅរៀបចំបាយទឹកជួយសម្រួលប្រពន្ធតិចគេញ៉ាំមួយគេគេមកសើក៏បានឲ្យក្រសេខាងក្រៅចេញក៏បានមេគេទីរៀបឲ្យចាំអញផងវិញអើយមិនឈឹងមកនេះទុំទៅផ្ទះមេណាមេអើយបាយឆ្អិនហើយអញចាប់បាត់ទៅហើយតែបាត់ទៅហើយខ្ញុំ កំរកមេឯងរាប់សិបឆ្នាំមកហើយមិនក៏ថ្ងៃធ្វើពើថោកទៀតដាក់កូនស្រីខ្ញុំយ៉ាងចឹងអាមេថោកទៀតឯងឆាប់ទៅឡើងមកមិនក៏មេឯងធ្វើចឹងដាក់កូនស្រីខ្ញុំឯងមិនដឹងខ្ញុំមានកាលអើយកុំស្រីឯងមែនកូនស្រីរបស់ខ្ញុំហើយក៏នាងហើយក៏មេបពីរាងកាយរបស់នាងអត់ទេមិញអញដេញមិញអញមានមនុស្សណាហើយមើលដេញលើដៃអញនេះបាទកុំថាឲ្យកូនមកពីអូនមួយគេមិនអូនមួយគេមកពូអើយមិនឯងឈួតយ៉ាងចឹងឯនេះប៉ះចោលអ្នកផ្សេងឯងណាអស់ព្រមចារាទៅឲ្យទេអីឆាប់ធ្វើឡើងមកមិនអីទេកូនក្មេងអញមិនប្រកាន់ទេយូរចំណាំទីក៏បានដែរកូនក្មេងណា23ឯងដែរគាត់គ្នាបានតែ9មិនអីទេអញក៏មិនប្រកាន់ក្មេងទេយូរចំណាំទីក៏បានដែរអត់ឆាប់ងើបនៅទីទៀតលោកខានលោកប្រធានមែនទៅងើបសឹមក៏បានដែរក្មួយណាមកពីគ្នាខ្វះភាពកក់ក្ដៅពីអញដែរអត់តែប្រពន្ធឯងអត់កូនចឹងហ្នឹងមែនទេគ្នាច្រឡំស្មានខ្ញុំនេះនាងត្រឡប់ទីជាមួយឪទៅមួយទៅហូបបាយមេចុះមកញ៉ាំអញជេរអញមិនញ៉ាំជេរអញហ្មងខ្ញុំយកច្រឡំ1វិនាទីមិនតែកូនខ្ញុំបាន9អាហ្នឹងហើយមកពីទេសហើយហ្នឹងវាអត់មានភ្លើងមានអីគេកាត់ភ្លើងចឹងឯងឃើញឯងសម័យតែកូនក៏មិនអាចលេងស្គាល់ដែរឃើញអានេះច្រឡំតែខ្ញុំនេះហ្នឹងអាថាហ្នឹងចេះឆាប់ហូបបាយហ្នឹងហូបបាយខាងក្រៅភ្លឺឯងចេះស្ដារហើយប៉ះអញប៉ះចេះផ្សេងគ្មានរត់ពីកូនឯងនោះហើយនេះនិយាយហូបបាយហ្នឹងកែអីណែមិនប៉ុន្តែខាងហ្នឹងមានភ្លើងមានអីភ្លឺចឹងផ្ទះបងអូនដូនមួយគេបងភ្លើងទៀងទាត់អូចឹងមានន័យថាអូនឯងមានកំណត់ជាងឯងមែនមេមកមេហ្នឹងគេឲ្យខ្ញុំទៅធ្វើការនៅខេត្តឆ្ងាយៗគ្មានទេបងអូនដាក់ទឹកមកអូននិយាយចឹងអារឿងបងភ្លើងហ្នឹងឯងឃើញដូចបបាក់មើលឯងមានអីប្រើទៅរងឯងមានតែប្តីមានតែប្រពន្ធអញ្ចឹងអត់ថាពីដាក់ប្តីប្រពន្ធអញនិយាយបានថាភាសាងងទេចង់និយាយថារឿងអីផ្សេងឆ្លាតទេប៉ុន្តែអារឿងហ្នឹងមួយយើងអត់យល់ដឹងយល់អត់គេថាតម្រៃជើង4ក៏មានប៉ុន្តែប្រាចេះស្ទក៏មានភ្លេចប៉ុន្តែឲ្យអត់មានកំណត់យល់អត់មានកំណត់ណាបងកំណត់នេះកើតមកពីនេះអញ្ចឹងចង់និយាយថាចែឯងចង់បងភ្លើងឯងមិនទៅដល់ទីតាំងទេមិនបាច់ប្រចាំប្តីប្រចាំប្រពន្ធទៅអីយើងធ្វើការងាររៀងខ្លួនទៅបងមិនទៅឯងបងពី office ឯងធ្វើការមួយអញក៏បងបានដែរយល់អត់គេមកយកដល់ហ្នឹងអត់មកយកទេបងតាម ABA មកបានហ្នឹង ABA មានប្រមាណហ្នឹងទៀតមានបងភ្លើងមួយអេមតែម្ដងមិនថាឯងនៅខែមួយក្នុងពេញទេហើយពេលតែឯងបងហ្នឹងគឺឯងមានឱកាសធ្វើរង្វាន់យល់អូរង្វាន់ខ្ញុំទៅប្រាប់ទីមើលមេចាំប្រាប់អូខេប្រាប់មកមេជារៀងរាល់ខែអ្នកដែលប្រើ ABA មកបានចំនួន10រូបនឹងឈ្នះទឹកប្រាក់ក្នុងម្នាក់ៗ40,000រៀលហើយអ្នកមានសំណាងចំនួន1រូបនឹងខ្លាចទៅជាម្ចាស់រថយន្ត BYD Lion 5ចុងបញ្ចប់នៃប្រមូលទិន្នភាពផងអូមេនេះហីចូលអាគិតបងធ្វើមិនអាចប្រាប់បានមកចាំមេប្រាប់បាត់ទូរស័ព្ទឲ្យមកដំបូងយើងគ្រាន់តែបើក ABA មកបានហើយបន្តមកទៀតយើងចុច ABA scan រួចហើយយើង scan barcode នៅលើវិក័យប័ត្រអូយកមកអូខេនេះហើយបន្តមកទៀត scan ហើយលេខសម្គាល់អតិថិជននិងចំនួនលុយត្រូវបង់និងបង្ហាញដោយស្វ័យប្រវត្តិគ្រាន់តែបញ្ជាក់ការបង់ប្រាក់ជាការស្រេចអូយទំនើបណាស់មេគ្រាន់តែធ្វើតាមមេមួយផ្លែឥឡូវ scan បង់ភ្លើងឲ្យបាត់អូយ ABA ទំនើបណាស់នេះហ្នឹងហើយមួយវិញទៀតបើសិនជាវិក័យប័ត្រភ្លើងរបស់តារ៉ូឯងអត់មាន barcode សូមចុចបេតុងទូទាត់ប្រាក់ជ្រើសរើសទឹកភ្លើងនិងសម្រាមរួចហើយជ្រើសរើសក្រុមហ៊ុនឬក៏អង្គភាពអគ្គិសនីហើយដាក់លេខអតិថិជនឬក៏លេខវិក័យប័ត្រនោះចំនួនទឹកប្រាក់ដែលត្រូវបង់និងបង្ហាញដោយស្វ័យប្រវត្តិហើយតារ៉ូឯងគ្រាន់តែចុចបង់ឥឡូវនេះហើយបញ្ជាក់ជាការស្រេចអូងាយយ៉ាងស្រួលបំផុតនេះហើយបើចង់បង់កាន់តែស្រួលជាងនឹងទៀតបង្កើតគំរូទូទាត់ប្រចាំដោយមិនចាំបាច់វាលេខកូដចូលដដែលឬក៏មុខងារបង់ស្វ័យប្រវត្តិរបស់ ABA មកបាននោះថ្លៃភ្លើងរបស់តារ៉ូឯងនឹងត្រូវទូទាត់ដោយស្វ័យប្រវត្តិរៀងរាល់ខែតាមការបរិច្ឆេទវិក័យប័ត្រមិនពិបាកចុចបង់ដដែលមិនបារម្ភខ្លាចមួយថ្ងៃបង់ទេជុំហើយមានចឹងទៀតហ្នឹងហើយគឺស្វ័យប្រវត្តិតែម្ដងមិនបាច់តិច scan បាច់តិចមាន option ហ្នឹងទៀតអូយពិសេសមែន ABA ហ្នឹងហើយបង់ភ្លើងតាម ABA មកបានលឿនស្រួលហើយមានឈ្មោះចាក់រង្វាន់ជារៀងរាល់ខែទៀតអូហើយសោះថ្ងៃណាយើងចូលគេថាឈ្នះមួយខែនេះយើងរួចថ្លៃភ្លើងមួយខែបណ្ដោយហ្នឹងហើយបាត់ខែហ្នឹង